សូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងនិយាយអំពីប្រធានបទរបស់យើងមួយទាក់ទងទៅនឹងតើជំងឺលើសជាតិស្ករឬជំងឺទំនោរផ្អែមគឺជាអ្វីថ្ងៃនេះផងដែរយើងនឹងនិយាយអំពីប្រធានបទនៃជំងឺដែលយើងកំពុងតែកើតឡើងជាភាគច្រើននៅលើប្រទេសរបស់យើងឬក៏លើពិភពលោកគឺជំងឺលើសជាតិស្ករតើវាជាអ្វីវាមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់យើងមុននឹងឈានដល់សេចក្តីនៃជំងឺទៅលើសទំនោរមុននឹងដល់សេចក្តីនៃខ្លឹមសារជំងឺលើសជាតិស្ករឬជំងឺទំនោរផ្អែមយើងត្រូវយល់អត្ថន័យនៃពាក្យកន្លឹះជំងឺលើសជាតិស្ករឬគេហៅថា diabetes ជាមុនសិនជំងឺទំនោរផ្អែមឬក៏ហៅថាជំងឺ diabetes ជាជំងឺមួយដែលមានរហូតអស់មួយជីវិតរបស់យើងបានន័យថាប៉ះសិនបើវាកើតហើយគឺគ្មានថ្នាំព្យាបាលជាដែរទេគឺរហូតតាមថ្ងៃរហូតដល់ទៅស្លាប់តែម្ដងវាកើតឡើងដោយសារកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់ដែលបណ្ដាលមកពីផលប៉ះពាល់នៃការបញ្ចេញអរម៉ូនអាំងស៊ីលីនរបស់លំពែងដែលអរម៉ូនអាំងស៊ីលីនមានន័យទីបន្ថយអត្រាក្លូកូសនៅក្នុងឈាមដូច្នេះប្រសិនបើលំពែងអសមត្ថភាពនៅក្នុងការផលិតអរម៉ូនអាំងស៊ីលីនធ្វើឲ្យបរិមាណក្លូកូសឬក៏ជាតិស្ករនៅក្នុងឈាមកើនឡើងបណ្ដាលឲ្យកើតជំងឺមួយយ៉ាងគេហៅថាជំងឺទឹកនោមផ្អែមឬក៏ជំងឺ diabetes នេះតែម្ដងជំងឺទឹកនោមផ្អែមអាចមានទំនាក់ទំនងទៅនឹងផលវិបាកផ្សេងជាច្រើនដូចជាធ្វើឲ្យយើងស្លាប់មុនអាយុលើសពីកើតរបស់យើងប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមអាចចាត់វិធានការទៅតាមអ្វីដែលអាចធ្វើបានទៅតាមលទ្ធភាពនៃអ្នកកើតជំងឺទឹកនោមផ្អែមនេះបានជំងឺទឹកនោមផ្អែមនេះទៀតសោតបើសិនបើយើងគិតពីប្រភេទរបស់វាគឺចែកចេញជា4ប្រភេទប៉ុន្តែសូមបញ្ជាក់ផងដែរនៅត្រង់ទីនេះនៅក្នុងឯកសារខ្លះគឺគេដាក់ថាមាន3ប្រភេទឯកសារខ្លះមានដល់ទៅ4ប្រភេទប៉ុន្តែនៅក្នុងនីតិនេះគឺខ្ញុំសូមលើកយកនៅប្រភេទទាំង4មកនិយាយដោយប្រភេទនីមួយៗត្រូវបានគេបែងចែកទៅតាមប្រភេទឬក៏អាយុរបស់មនុស្សចំពោះប្រភេទទី1នៃជំងឺទឹកនោមផ្អែមនេះគឺគេចង់សំដៅទៅលើកើតឡើងនៅវ័យក្មេងជំងឺប្រភេទទី1នេះពីមុនត្រូវបានគេហៅថាជំងឺទឹកនោមផ្អែមគឺអាស្រ័យទៅលើអរម៉ូនអាំងស៊ីលីនដែលគេអក្សរកាត់គឺ IDDM ឬជំងឺទឹកនោមផ្អែមកើតឡើងចំពោះវ័យក្មេងជំងឺទឹកនោមផ្អែមប្រភេទទី1នេះផងដែរគឺមានចំនួនប្រហែលជា5%ទៅ10%នៃជំងឺលើសជាតិស្ករឬក៏ជំងឺទឹកនោមផ្អែមទាំងអស់នៅក្នុងប្រទេសរបស់យើងកត្តាហានិភ័យត្រូវបានកំណត់យ៉ាងតិចតួចសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី1នេះជាងជំងឺទឹកនោមផ្អែមប្រភេទទី2ប៉ុន្តែភាពស៊ាំប្រឆាំងគ្នានឹងជំងឺដំណពូជនិងកត្តាផ្សេងដូចជាកត្តាបរិស្ថានកត្តាបុគ្គលគឺពាក់ព័ន្ធទៅនឹងការវិវត្តរបស់ជំងឺទឹកនោមផ្អែមប្រភេទនេះផងដែរទី2ជំងឺលើសទឹកនោមផ្អែមប្រភេទ2ពីមុនត្រូវបានគេហៅថាជាជំងឺទឹកនោមផ្អែមដែលមិនពឹងពាក់ទៅលើហូម៉ូនអាំងស៊ីលីនឬក៏គេហៅថា NDDM ឬជំងឺទឹកនោមផ្អែមដែលកើតឡើងចំពោះមនុស្សពេញវ័យជំងឺទឹកនោមផ្អែមប្រភេទ2នេះផងដែរមានប្រហែលពី90ទៅ95%នៃជំងឺទឹកនោមផ្អែមទាំងអស់បានន័យថាមានចំនួនច្រើនស្ទើរតែទាំងអស់នៃជំងឺអ្នកកើតទឹកនោមផ្អែមនោះគឺភាគច្រើនគឺនៅក្នុងប្រភេទ2ឬក៏ជាមនុស្សពេញវ័យកត្តាដែលប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទ2នេះផងដែររួមមានមនុស្សចាស់មនុស្សធាត់ពេកនិងក្រុមគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែមឬក៏អ្នកដែលចូលចិត្តបរិភោគផ្អែមខ្លាំងប្រវត្តិនៃការកកើតជំងឺទឹកផ្អែមកំឡុងពេលមានផ្ទៃពោះក៏គេរាប់បញ្ចូលនៅក្នុងដំណាក់កាលទី2ឬក៏ជំងឺទឹកនោមផ្អែមប្រភេទ2នេះផងដែរការគ្រប់គ្រងជាតិស្ករថយចុះមិនបានហាត់ប្រាណនិងក្រុមអំបូរជនជាតិក៏គេរាប់ទៅក្នុងប្រភេទទី2នេះផងដែរនិយាយជារួមទៅប្រភេទទី2នេះរាប់បញ្ចូលស្ទើរតែទាំងអស់លើកលែងតែប្រភេទទី1ចេញ3ការឡើងជាតិស្ករក្នុងកំឡុងពេលមានផ្ទៃពោះការកើតឡើងចំនួន2ទៅ5%នៃស្ត្រីមានផ្ទៃពោះទាំងអស់ប៉ុន្តែវាបាត់ទៅវិញនៅពេលដែលស្ត្រីសម្រាលកូនរួចការធាត់ខ្លាំងក៏ជាកត្តាប្រឈមទៅនឹងផលប៉ះពាល់នៅក្នុងកត្តាទី3នេះផងដែរស្ត្រីដែលកើតជាតិស្ករនៅក្នុងឈាមអំឡុងពេលមានផ្ទៃពោះជាកត្តាដែលប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកផ្អែមប្រភេទទី2នៅក្នុងការធ្វើការសិក្សាស្ត្រីជិត 4% ដែលមានប្រវត្តិឡើងជាតិស្ករនៅក្នុងឈាមនៅពេលដែលមានកអាចកើតមានជំងឺទឹកនោមផ្អែមនៅពេលអនាគត4ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងទៀត
កត្តានេះបណ្ដាលមកពីរោគសញ្ញានៃដំណពូជជាក់លាក់ការវះកាត់ការប្រើប្រាស់ថ្នាំកង្វះអាហារូបត្ថម្ភការបង្ករោគនិងជំងឺផ្សេងៗទៀតជំងឺទឹកនោមផ្អែមប្រភេទនេះផងដែរមានចំនួនប្រហែលពី1ទៅ2%នៃជំងឺទឹកនោមផ្អែមទាំងអស់